ថ្ងៃនេះខ្ញុំនឹងនាំអ្នកគ្នាមកមើលស្ថានភាពដែលនៅលើកំពូលភ្នំយើងមើលមួយផ្លែដែរគឺស្មានដូចផ្ទះអញ្ចឹងនិយាយទៅគឺធ្វើបែបផ្ទះអញ្ចឹងប៉ុន្តែគឺស្ថានភាពគេទេនិយាយទៅទីធ្លាកន្លែងហ្នឹងគឺស្អាតគ្រប់រដូវហ្មងពេលដែលខែត្រជាក់ធ្លាក់ព្រិលគឺយើងអាចមើលគេជិះស្គីឬក៏យើងអាចទៅលេងស្គីនៅនឹងបានទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលខែក្តៅអីអ្នកនរគ្នាមកបោះតង់នៅកន្លែងស្ថានភាពហ្នឹងគឺគេមានលក្ខណៈបែបជាអង្គសាច់របៀបថាយើងញ៉ាំជុំគ្រួសារអញ្ចឹងនិយាយទៅខ្ញុំឆែកមើលក្នុងអេបហើយក្នុងផ្ទះហ្នឹងតម្លៃវាក្នុងមួយយប់គឺ$200ហើយបើសិនជាយើងចង់នៅជាគ្នាឬក៏មកជុំគ្រួសារអីយើងអាចនៅ4នាក់បានទៀតហើយថ្ងៃហ្នឹងដោយសារតែគេមានតាំងពីពណ៌អញ្ចឹងទៅបើយើងអាចចូលមកដើរមើលផ្ទះគេនឹងបានអូនិយាយមែនបើសិនជាកន្លែងហ្នឹងបើខែត្រជាក់ពេលធ្លាក់ព្រិលពេលបើសិនជាយើងមកសម្រាកឬក៏លំហែនៅកន្លែងហ្នឹងគឺថាស្អាតមិនទៅព្រោះអីគឺមានភ្លើងភ្លឺរហូតអញ្ចឹងណាពួកមានគេជិះស្គីជិះអីហើយយើងមើលមួយផ្លែគឺដូចគេទុកចោលអញ្ចឹងប៉ុន្តែមិនមែនទេគឺផ្ទះគេលំហែបែបមួយអញ្ចឹងហ្មងតែបើយើងចាំមកលំហែអីបើមកគ្នាតែ2នាក់ឬក៏ម្នាក់អីគឺវារៀងថ្លៃបើយើងមកគ្នាច្រើនណាគឺថាសមរម្យមែនតែនខ្ញុំមិនមែនអ្នកប្រម៉ូទទេគ្រាន់តែឃើញផ្ទះនឹងស្អាតនិយាយទៅគឺធ្វើបែបលំហែហ្មងឃើញស្អាតដល់ពេលអញ្ចឹងទៅគឺចង់ថតបង្ហាញទៅអ្នកនរគ្នាអញ្ចឹងថានៅជប៉ុនណាក៏មានផ្ទះលំហែបែបអញ្ចឹងដែរហើយនិយាយទៅគឺស្អាតហើយគឺស្រស់ស្រាយមែនតើហ្មងយើងមើលនោះកន្លែងឃើញឡើងភ្នំអ្នកនរគ្នាកន្លែងហ្នឹងគឺកន្លែងគេជិះស្គីហើយសំខាន់យើងអាចអាំងសាច់អាំងអីបានទៀតអូយនិយាយទៅគឺថាល្អខ្លាំងមែនតើហ្មងណាហើយបើខែ10អីគឺចាប់ដើមត្រជាក់អញ្ចឹងទៅគឺមានផ្ការីកទៀតអញ្ចឹងគឺថាស្អាតគ្រប់រដូវតែម្ដងផ្ទះដែលខ្ញុំចង់បានគឺខ្ញុំចង់ធ្វើបែបអញ្ចឹងហើយមានទីធ្លាធំទូលាយឬក៏មានដាំនេះដាំនោះអីអញ្ចឹងគឺសប្បាយ